រឿងថៅកែចិត្តចោលសង្ខេបអក្សរសិល្ប៍ខ្មែរប្រភពរឿងបបផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រក្រសួងអប់រំឆ្នាំ1989ប្រភេទអក្សរសិល្ប៍ទំនើបបែបល្ខោននិយាយចលនាអក្សរសិល្ប៍ខេមរនិយមឥទ្ធិពលរឿងថៅកែចិត្តចោលទទួលឥទ្ធិពលពីពួកមូលដ្ឋាននិយមពីព្រោះនៅក្នុងដំណើររឿងអ្នកនិពន្ធបានបង្ហាញឲ្យពួកមូលដ្ឋាននិយមជាអ្នកឈ្នះកាលកំណត់តែងរឿងថៅកែចិត្តចោលបានទទួលឥទ្ធិពលឡើងនៅក្នុងឆ្នាំ1956ជាកម្រងអត្ថបទអក្សរសិល្ប៍ដែលប្រឌិតឡើងនៅទីក្រុងភ្នំពេញមានលក្ខណៈជាល្ខោននិយាយខ្លឹមសារនៃរឿងបានយកមកចម្លងដោយនាយកដ្ឋានសិល្បៈនៅថ្ងៃទី30ខែកញ្ញាឆ្នាំ1981ហើយបោះពុម្ពផ្សាយដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រាវជ្រាវក្រសួងអប់រំនៅទីក្រុងភ្នំពេញឆ្នាំ1989អ្នកនិពន្ធរឿងថៅកែចិត្តចោលតាក់តែងឡើងដោយអ្នកនិពន្ធឈ្មោះពៅយូលេងនិងអ៊ុំឈឿនសង្គមបរិយាកាសដំណើររឿងបានប្រព្រឹត្តទៅនៅក្នុងសម័យដែលប្រទេសកម្ពុជាទើបទទួលបានឯករាជ្យលើកដំបូងនៅឆ្នាំ1956មានព្រឹត្តិការណ៍មួយកើតឡើងនៅទីក្រុងភ្នំពេញគឺថៅកែបានប្រើឲ្យពូហំបើកឡានបុកឡានរបស់អង្គប៉ាងហុងលីដោយសន្យាថាឲ្យលុយ 10000 រៀលក្រោយមកគេឃើញពូហំនិងផានិតកំពុងជជែកគ្នាពីរឿងនេះដោយផានិតបានឲ្យពូហំរត់គេចប៉ុន្តែពូហំមិនរត់គឺចាំយកលុយ 10000 ពីថៅកែសិនព្រោះត្រូវការយកលុយនេះទៅឲ្យម្ដាយធ្វើបុណ្យនិងឲ្យកូនទិញប្រដាប់កដារៀនសូត្របន្តទៅទៀតមួយសន្ទុះក្រោយមកទើបឃើញថៅកែចូលមកដល់ពូហំក៏សុំលុយពីថៅកែបែរជាបដិសេធទៅវិញហើយឲ្យតែ200 រៀលដោយយកលេសថាគាត់មិនបានប្រើពូហំបើកឡានបុកគេឲ្យស្លាប់នោះទេអ្នកទាំងពីរក៏មានការឆ្លោះប្រកែកប្រណាំងគ្នាតែមិនព្រមត្រូវគ្នាព្រោះថៅកែមិនព្រមឲ្យលុយ 10000 រៀលទៅពូហំនៅផ្ទះពូហំឯនេះវិញមានប៉ូលីសជាច្រើនទៅឡោមព័ទ្ធពូហំប៉ុន្តែប្រពន្ធគាត់ប្រាប់ថាប្តីគាត់អត់នៅផ្ទះ 4-5 ថ្ងៃហើយពួកក្រុមប៉ូលីសក៏ត្រឡប់ទៅផ្ទះរបស់ថៅកែឃើញអ្នកទាំងពីរប្រកែកគ្នាប៉ូលីសក៏សួរថានរណាជាចោរយើងជាក្រុមនគរបាលប្រាប់មកចោរយើងមកយើងនឹងចាប់ពេលនោះអ្នកទាំងអស់គ្នាក៏ជ្រួលច្របល់ពូហំបានសារភាពថាគាត់ជាអ្នកបើកឡានបុកឡានរបស់អាហុងលីប៉ុន្តែនេះគឺដោយសារតែថៅកែបញ្ជាឲ្យបុកដែរត្រូវតែចាប់ថៅកែទាំងថៅកែប្រកែកថាពូហំនិយាយកុហកពេលនោះមានផានិតគង់ត្រីសុកជួយធ្វើជាសាស័យឲ្យពូហំស្រាប់តែថៅកែបានអូសដៃប៉ូលីសទឹកសឹបប៉ូលីសក៏ចាប់ពូហំយកទៅក្រសួងនគរបាលដោយទុកឲ្យប្រពន្ធពូហំយំសោកបោកប្រាណអាណិតប្តីទីបញ្ចប់មានសុកគង់ត្រីនិងផានិតក៏ត្រូវថៅកែដេញចេញឲ្យឈប់ធ្វើការងារនៅទីនេះប្រធានរឿងនេះនិយាយអំពីអយុត្តិធម៌ក្នុងសង្គមខ្មែរមូលបញ្ហា
បើតាមការពិនិត្យទៅតាមសាច់រឿងយើងអាចទាញនៅបញ្ហាដូចតទៅទី1ការប្រកាន់នៅសច្ចធម៌ចេះសាមគ្គីគ្នារវាងកម្មករទៅនឹងជីវភាពរបស់ខ្លួនទី2អយុត្តិធម៌ឈ្នះយុត្តិធម៌ដោយសារទឹកលុយ